តោះសួស្តីបងប្អូនអរគ្នាបាទហ្នឹងហើយបងប្អូនមួយចំនួនក៏សួរថាតើtool ហ្នឹងមានមុខងារខ្លះបាទធ្វើអីបានខ្លះហើយស្បែកកុំព្យូទ័រប៉ុណ្ណាអាចរ៉ាន់បានអញ្ចឹងណាបាទហ្នឹងហើយអញ្ចឹងតកតងទៅនឹងមុខងារ tool បាទគឺយើងមាន option តែមិនតិចទេបាទហើយសម្រាប់ការ rec ហ្នឹងគឺយើង rec full verify ណាបាទអញ្ចឹងយើងអាច rec full verify បាទ rec nobody បាទអាច verify account បាទហ្នឹងគឺជាមុខងារ function របស់ Facebook ហើយវាក៏អត់មានអីលើសហ្នឹងដែរណាបាទតកតង tool ផ្កា account ណាបាទហើយចំពោះកន្លែងនេះគឺសម្រាប់ឲ្យយើងបង្កើត account លេខទូរស័ព្ទយើង random លក្ខណៈ fake ហ្នឹងហើយចំពោះពេលដែលបង្កើតបានហើយយើងយកមក verify ជាមួយទៅនឹង website ណាបាទជាមួយទៅនឹង website បាទមាន website free មានយ៉ាងតិចមាន website មួយចំនួនគឺយើងត្រូវ pay លុយអីបង់លុយអីដែរអញ្ចឹងណាបាទអញ្ចឹងករណីបងប្អូនមួយចំនួនគឺភាគច្រើនគឺគាត់ចង់ rec ជាមួយនឹង website free ក៏ free ទៅណាបាទចង់ rec ជាមួយ website គាត់ចង់ pay លុយជាមួយ website ដែលគេលក់ Hotmail សម្រាប់ verify ក៏ verify ទៅអញ្ចឹងណាបាទអូខេអញ្ចឹងហ្នឹងអញ្ចឹងគឺតាក់ទងមុខងារ function tool គឺមានតែប៉ុណ្្នឹងទេបាទហើយចំពោះបងប្អូនសួរថាតើមួយថ្ងៃ rec បានប្រមាណបាទតាក់ទងការ rec បានប្រមាណគឺវាអាស្រ័យទៅលើនេះណាបាទអាស្រ័យទៅលើចំនួន device បាទ device LD ឬក៏ phone ទូរស័ព្ទដែលបងប្អូនដាក់ run rec ជាមួយទៅនឹង Facebook ណាបាទឥឡូវអូម៉ែថានេះខ្ញុំមានទូរស័ព្ទ20ដើមឬក៏9 10ដើមហ្នឹងអញ្ចឹងក្នុងមួយដើមគឺ rec បានចន្លោះខ្ទង់ជា300 account ទៅ400 account ក្នុងមួយថ្ងៃណាបាទអញ្ចឹងបើសិនជា20ដើមបងប្អូនគុណទៅតាមហ្នឹងទៅយក300គុណនឹងនេះមកអឺនេះមក300 account គុណទៅនឹង20ដើមទៅអញ្ចឹងឃើញ 6k ដែរបាទមួយថ្ងៃ 6k account ណាមួយថ្ងៃណាបាទណាអញ្ចឹងគឺវាអាស្រ័យទៅលើចំនួនកំណត់ចំនួនទូរស័ព្ទឬក៏ចំនួន LD បាច់កុំព្យូទ័រយើងបើក run បានប៉ុន្មានផ្ទាំងណាបាទបើ LD មួយផ្ទាំងហ្នឹងវាដូចតែទូរស័ព្ទដែរទេអញ្ចឹងវា run ដូចតែគ្នាទេណាបាទណាអញ្ចឹងតាក់ទងក្នុងវីដេអូហ្នឹងគឺខ្ញុំបង្ហាញតែប៉ុណ្្នឹងបាទហើយសម្រាប់បងប្អូនណាដែលចាប់អារម្មណ៍អាចធ្វើការតាក់ទងខ្ញុំដើម្បីធ្វើការទិញបានខ្ញុំលក់ជាប្រចាំខែនិងជា lifetime ក៏បានដែរណាបាទអូខេសូមអរគុណច្រើនបាទបងប្អូន